ដំណឹងបន្ទាន់ផ្ទុះការប៉ះទង្គិចគ្នានៅព្រំដែនខ្មែរថៃខេត្តស៊ីសាកេតទាហានថៃ2នាក់រងរបួសនេះគឺជាការអះអាងរបស់ប្រភពសារព័ត៌មានរបស់ថៃក៏ប៉ុន្តែខាងកម្ពុជារបស់យើងចេញមកទាត់ចោលពាក់ព័ន្ធទៅនឹងការចុះផ្សាយនេះដែលខ្ញុំលើកយកពាក់ព័ន្ធទៅនឹងការបង្ហោះរបស់ក្រសួងការពារជាតិកម្ពុជាប្រិយមិត្តពុកម៉ែបងប្អូនជាទីមេត្រីសូមស្រាវជ្រាវបន្ទាន់ដំណឹងព័ត៌មានបំផុតនារសៀលថ្ងៃទី7ខែធ្នូ2025នេះស្ថានភាពព្រំដែនកម្ពុជាថៃបានឡើងកម្ដៅសារជាថ្មីម្ដងទៀតហើយដោយភាគីថៃបានចាត់ប្រកាន់ថាមានការប៉ះទង្គិចគ្នាប៉ុន្តែភាគីកម្ពុជាបានចេញមកបដិសេធភ្លាមៗនិងបានបញ្ជាក់ត្រឡប់ទៅវិញថាកម្ពុជានេះមិនបានបាញ់តបតសូម្បីតែមួយគ្រាប់នោះទេអានេះគឺឆ្លើយតបទៅកាន់សារព័ត៌មានថៃដែលថៃលើកឡើងថាទាហានថៃរងរបួស2នាក់នោះបាទឥឡូវកំពុងតែផ្ទុះដំណឹងមួយនេះហើយកម្ពុជារបស់យើងមិនស្ងៀមនោះទេចេញមកទាត់ចោលទៅឲ្យឆ្ងាយប្រភពព័ត៌មានទាំងឡាយនោះបាទកម្ពុជាមិនបានបាញ់តបតសូម្បីតែមួយគ្រាប់នោះទេយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលទើបទទួលបានហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា2:15នាទីរសៀលថ្ងៃនេះតែម្ដងនៅតំបន់ប្រលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារដែលជាប់នឹងតំបន់ភូផាឡៃខេត្តស៊ីសាកេតរបស់ប្រទេសថៃខាងសារព័ត៌មាននិងយោធាថៃបានចុះផ្សាយថាមានការបាញ់តបតគ្នាប្រហែលជា35នាទីដែលបណ្ដាលឲ្យទាហានថៃ2នាក់រងរបួសប៉ុន្តែនេះគ្រាន់តែជាការអះអាងរបស់ភាគីម្ខាងប៉ុណ្ណោះបាទនេះគឺជាការអះអាងខាងភាគីសៀមឬក៏ប្រទេសថៃតែប៉ុណ្ណោះអានេះរឿងនឹងទុយទៅវិញយោងតាមប្រភពផ្លូវការពីកងកម្លាំងកម្ពុជាបានបញ្ជាក់ការពិតថានាវេលាម៉ោង2:15នាទីរសៀលនោះគឺកងទ័ពថៃទេដែលបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាមុនបាទអានេះគឺយើងជឿជាក់ 100% ខាងកម្ពុជាគឺថៃនេះហើយជាអ្នកបកករឿងបកកហេតុបាញ់បាទជាហោហែតាមព្រឹត្តិការណ៍នានាតាំងពីដើមទីមកណាចឹងទេថៃកុំបោកភូតកុហកគេណាអ្វីដែលធ្ងន់ធ្ងរនោះគឺភាគីថៃបានប្រើប្រាស់សុទ្ធតែអាវុធធនធ្ងន់រួមទាំងមានកាំភ្លើងយន្តកាំភ្លើង B40 និងកាំភ្លើងត្បាល់60បាញ់មកលើទីតាំងនៃប្រទេសកម្ពុជានេះគឺជាអ្វីដែលការលើកឡើងរបស់ក្រសួងការពារជាតិបាទអាដាមទាសីហាណាថៃនេះប្រើប្រាស់សុទ្ធតែអាវុធធនធ្ងន់មានទាំងកាំភ្លើងយន្តកាំភ្លើង B40 កាំភ្លើងត្បាល់60បាញ់មកលើទីតាំងកម្ពុជាក្នុងស្ថានភាពដ៏តានតឹងនោះកងកម្លាំងកម្ពុជាបានបង្ហាញនូវភាពអត់ធ្មត់សង្កត់ចិត្តកម្រិតខ្ពស់បំផុតដោយមិនបានធ្វើការបាញ់តបតត្រឡប់ទៅវិញនោះទេផ្ទុយទៅវិញយើងបានតាក់ទងទៅកាន់ភាគីថៃជាបន្ទាន់ដើម្បីឲ្យបញ្ឈប់ការបាញ់ប្រហារនេះជាលទ្ធផលការបាញ់ប្រហារបានស្ងប់ស្ងាត់ត្រឡប់ទៅវិញនៅវេលាម៉ោងប្រហែលជា2:32នាទីរសៀលអានេះគឺរឿងនឹងបាទស្ងាត់ទៅវិញហើយនៅវេលាម៉ោងម៉ាន2:32ជុំវិញករណីនេះកម្ពុជាមិននៅស្ងៀមនោះទេយើងបានជូនដំណឹងភ្លាមៗទៅកាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងបានស្នើឲ្យ AOT ចោះធ្វើការស៊ើបអង្កេតជាបន្ទាន់ដើម្បីស្វែងរកការពិតនិងភាពយុត្តិធម៌ជូនកម្ពុជាព្រោះថាយើងតែងតែគោរពកិច្ចព្រមព្រៀងសន្តិភាពជានិច្ចបងប្អូនយល់យ៉ាងណាចំពោះការអត់ធ្មត់របស់កងទ័ពរបស់យើងសូមខមមិននៅខាងក្រោមណាក៏ប៉ុន្តែភាគីថៃគេលើកឡើងថាអញ្ចេះអានេះគឺផ្អែកទៅតាមសារព័ត៌មានថៃទេណាដែលខ្ញុំនឹងជម្រាបពាក់ព័ន្ធរឿងនេះថាតើថៃគេនិយាយយ៉ាងម៉េចនៅក្នុងនោះយោងតាមការបង្ហោះរបស់កាសែតខៅសតប្រិយមិត្តពុកម៉ែបងប្អូនជាទីមេត្រីកាសែតខៅសតលើកឡើងថាផ្ទុះការប៉ះទង្គិចគ្នានៅព្រំដែនខ្មែរថៃខេត្តស៊ីសាកេតទាហានថៃ2នាក់រងរបួសយោងតាមប្រភពពីសារព័ត៌មានខៅសតអង់គ្លេសនិងកងទ័ពជើងគោកថៃបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅតំបន់ភូផាឡែកចន្លោះម៉ោង2:15នាទីរសៀលដល់ម៉ោង2:50រសៀលដោយមានការបាញ់តបតគ្នាប្រហែលជា35នាទីនៅក្នុងការប៉ះទង្គិចគ្នានេះមានការប្រើប្រាស់ទាំងអាវុធធុនតូចនិងកាំភ្លើងធំប្រភេទដេកាជាលទ្ធផលភាគីនៃយោធាថៃបានអះអាងថាមានទាហានរបស់ពួកគេចំនួន2រូបបានរងរបួសទី1គឺពលបាឯកអនុចារត្រូវគ្រាប់កាំភ្លើងចំជើងនិងទី2គឺពលតូផុនចៃដែលរងការប៉ះទង្គិចទ្រូងដោយសារគ្រាប់បាញ់ចំអាវក្រោះការពារអានេះគឺប៉ះពាល់ទ្រូងបាទមួយទៀតនោះប៉ះចំជើងអានេះគឺសារព័ត៌មានថៃទេណាយើងកុំជឿខាងថៃនោះគាត់នៅខ្ញុំជម្រាបថាថៃនោះគេនិយាយយ៉ាងម៉េចបច្ចុប្បន្ននេះមានបញ្ជាការកងទ័ពភូមិភាគពីថៃរបស់ថៃបានបញ្ជាឲ្យកងកម្លាំងក្រុងជើងការខ្ពស់និងអនុវត្តតាមច្បាប់នៃការប៉ះទង្គិចគ្នាយើងនឹងបន្តតាមដានពាក់ព័ន្ធទៅនឹងរឿងនឹងឥឡូវនេះស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកំពុងតែប្រងជើងការខ្ពស់ជាទីបំផុត